សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងនឹងសិក្សាមេរៀនមួយទាក់ព័ន្ធនឹងការ login login ចូលទៅក្នុង Google Drive អញ្ចឹងណាអញ្ចឹងបងប្អូនទាំងអស់គ្នាមុននឹងយើង login តើយើងមាន account Gmail របស់យើងមានមួយម្នាក់អញ្ចឹងណាអញ្ចឹងបានយើងអាច login ចូលទៅក្នុង Google Drive បានអញ្ចឹងណាអញ្ចឹងក្នុងការ login វាមានយើងចូលទៅក្នុង Google Chrome ឬក៏ Firefox នេះរូបនេះអញ្ចឹងណាអញ្ចឹងយើងឥឡូវលោកគ្រូចូលនឹង Google Chrome នេះក៏បានចូលនៅក្នុង Firefox នេះក៏បានប៉ុន្តែអា Google Chrome នេះគឺលោកគ្រូដាក់ជា personal អញ្ចឹងលោកគ្រូចូលនៅក្នុងFirefox នេះទៅតាមបង្ហាញបងប្អូនដឹងថាយើងចូលតាមមួយណាក៏បានដែរអូខេតោះអញ្ចឹងយើងចុចទៅចូលទៅក្នុង Firefox មករួចបងប្អូនវាយកន្លែងនេះវាថា Google Drive គឺបែរ Google Drive មករួចចុច Enter កន្លែងនេះហើយដែលយើងត្រូវចូល login ណាដូចគ្រូបានបញ្ជាក់អញ្ចឹងក្នុងការ login តើយើងមាន account Gmail របស់យើងរៀងខ្លួនហើយជាពិសេសយើងចាំpassword ឬក៏លេខសម្ងាត់របស់យើងណាបើចាំតែយើង login អត់ចូលទេណាអញ្ចឹងទាមទារបងប្អូនចាំទាំងអស់គ្នាមិនអាច login ចូលណាអញ្ចឹងបន្ទាប់មកកូនចុចកន្លែង Google Drive នេះ sign in Google Drive sign in នេះអញ្ចឹងចុចទាំងអស់គ្នាមកហើយនេះកន្លែង Gmail ដែលយើងត្រូវចុចចូលaccount របស់យើងឬក៏ Google Drive របស់យើងចុចវា use another account ណា use another account ណាអូខេអញ្ចឹងចុចលើវាមកតបយើងវាយ account Gmail របស់យើងឧទាហរណ៍គ្រូវាយ account របស់គ្រូមួយអូខេអូខេពេលដែលយើងវាយចឹងហើយយើងចុច enter មកណាអូខេអានេះវាលុបលេខសម្ងាត់ហៅថា password អញ្ចឹងយើងចាំបំផុតគឺលេខ password ដូចយើងsign in ចូល email ដូចគ្នាអូខេអញ្ចឹងយើងគ្រាន់តែចុចទៅលើ password របស់យើងមកអូខេអូខេអញ្ចឹងចុច enter ក៏បានចុច next ក៏បានអញ្ចឹងណាចុច next មកដូចគ្នាអញ្ចឹងវាអាចចូលទៅដល់ក្នុង drive របស់យើងណា drive នេះគឺជាសម្រាប់ផ្ទុករាល់ឯកសារផ្សេងៗណាអញ្ចឹងរាល់ឯកសារផ្សេងដែលយើងចង់ផ្ទុកនៅក្នុង drive បានន័យថាយើងផ្ទុកបានរយៈ12 GB ណាដាក់សំទុះ15 GB ណាយើងប្រើផ្ទុកបាន15 GB អញ្ចឹងយើងផ្ទុកនឹងបានន័យថាយើងផ្ទុកនៅលើ online ណានៅលើ online បានន័យថាយើងចង់upload ឬក៏អីផ្សេងចូលទៅក្នុង drive របស់យើងនេះអញ្ចឹងលោកគ្រូបានចូលទៅក្នុង drive របស់លោកគ្រូហើយណាអញ្ចឹងពេលដែលយើងមាននៅក្នុង drive យើងបើកយើង upload ចូលរួចហើយយើងមួយទៀតតាក់ព័ន្ធនឹងយើង upload ហ្នឹង upload រូបភាពឬ upload file ចូលទៅក្នុង drive របស់យើងអូខេអញ្ចឹងក្នុងការ upload យើងងាយស្រួលបំផុតនៅក្នុងការ upload អញ្ចឹងយើងគ្រាន់តែចុចទៅលើវាដាក់កន្លែង new ឬក៏តែថ្មីនេះណា new ក៏បានបើអង់គ្លេសវាថា new បើខ្មែរវាថាថ្មីនេះខ្មែរអញ្ចឹងចុចលើលេខបូកនេះមករួចអង់គ្លេសកន្លែងនេះវាខ្មែរវាថាការបង្ហោះឯកសារណាប៉ុន្តែអង់គ្លេសវាថា upload កន្លែងនេះ upload ណាអញ្ចឹងយើងយកកន្លែងនោះមកយើង upload ចូលនៅក្នុង drive របស់យើង upload
ពីកុំព្យូទ័រដែលយើងបាន down ហើយអញ្ចឹងណាឬក៏យើងបានសរសេររួចឬអានវាអត្ថបទរួចអញ្ចឹងយើង upload ចូលទៅក្នុង drive របស់យើងហ្នឹងអញ្ចឹងយើងចុចពាក្យថាការបង្ហោះឯកសារឬក៏ upload កន្លែងហ្នឹងឃើញវាមករួចយើងចូលទៅឥឡូវអូថាឯកសារនោះដាក់នៅក្នុង picture អញ្ចឹងចូលទៅពេញ picture មកអញ្ចឹងអូថាឥឡូវលោកគ្រូយករូបភាពណាមួយដាក់នៅក្នុង drive របស់យើងអញ្ចឹងគ្រាន់តែយើងចុចរូបភាពអូថាឥឡូវរូបភាពនេះមួយរួចចុចលើ open នេះអញ្ចឹងវាទៅនេះទៅហ៎ប៉ុន្តែបងប្អូនទាំងអស់គ្នាប្រហែលជាអត់ទាន់មានឯកសារនៅក្នុង drive នេះទេបើលោកគ្រូប្រហែលជាមានច្រើនព្រោះគ្រូប្រើច្រើនណាអូខេអញ្ចឹងវាបានហើយនៅណានេះអញ្ចឹង load មកនេះយើងបាននៅក្នុង drive របស់យើងហើយអញ្ចឹងពេលដែលយើងបើកលើក្រោយគឺមាននៅក្នុង drive របស់យើងស្រាប់តែម្ដងព្រោះយើងបាន upload ចូលហើយណាយើង upload ចូលទៅក្នុង drive ហើយអូខេអញ្ចឹងរបៀបទី1ការsign in ឬចូលនៅក្នុង Google Drive អញ្ចឹងយើងចុចទៅលើអីគេមិញGoogle Chrome ឬក៏ Firefox ហើយបន្ទាប់មកយើងវាយ account Gmail របស់យើងចូលណាចូលពេលដែលយើងវាយបានត្រឹមត្រូវហើយចុច next ឬក៏ចុច enter បានន័យថាវា load ឲ្យទាំង password អញ្ចឹងយើងវាយ password ឲ្យបានត្រឹមត្រូវបាន load ចេញទាំង Google Drive នេះណារបៀបទី2យើង upload រូបភាពឬក៏ឯកសារផ្សេងៗចូលនៅក្នុង drive នេះអញ្ចឹងយើងចុចពាក្យថា new ឬក៏ថ្មីវាកន្លែងសញ្ញាលេខមុខនេះ new ឬក៏ថ្មីហើយយកពាក្យថាការបង្ហោះឯកសារឬក៏ file upload ឬ upload file សំទោស upload file ឡើងនេះឬចុចមកយើងអាចជ្រើសបានណាអញ្ចឹងតើអ្នកនរគ្នាណាអូខេអញ្ចឹងយកទៅហាត់ធ្វើទាំងអស់គ្នាអូខេអរគុណច្រើនហើយជាពិសេសយើងឧស្សាហ៍ចូលទៅក្នុង drive របស់យើងដើម្បីយកឯកសារដាក់ផ្ទុករបស់យើងណាកន្លែងនេះកន្លែងផ្ទុកឯកសារផ្សេងៗអូខេអរគុណច្រើន